cả sắc xa bạch thua đạp bạch thua chia cả tàng nơi này của Phật sát ná tam rìa nơi Priya Pariyat để thua Pariyat để thua chia bạch cháy đào Paribát Paribát nó chia bạch cháy đào Parived ấy Pariyat đây chia bạch cháy đào Paribát nó men Pariyat nó cứ trai bày đọ nơi khung tu ấy cứ trai bày đọ nơi khung Maha Cổ Sal đó là đây mua thà chi xạ và nành nhiên chẳng đó nó chỉ bành nhà thạ đạp thạ sắc xà nâng chi Maha Cổ Sal đó nâng ảnh ban chi bạch cháy đo bạ để bạch nâng ảnh bà Pariyat nâng nơi nông chịp hư nơi nông tú dân ọt đạp dân ọt sắc xa tế nên cứ mình ai chia bà cháy ôi Paribát để thua cả làng bàn tê cho nàng nên cái này tình chua bịa là Pariyat chia bà cháy này Paribát nâng nơi nông cả sập bạ sang giọt nâng thật sột đi đạp bay trong khảo nâng hôm nay dân nâng bàn sắc xa còn hai rất nâng tới đó là ngày Phật là đó ngày Phật mà dân nâng bàn sắc xa từ trong liệp hệ sự ca rạ sang dược từ tiền bàn phần na phần nâng đó phần to từ đó về thân hải châu riêng này Phnom Penh mình to từ tiệt còn nào chẳng có ông Namaskar cắt là tuần tra xong khúc của ông nông sa sanh nạm đôi miền nông hà sa Priya Hà quân ở cột này chia đa đòi bạp tây anh cua bàn buồn trong Phật màu là hay cả nào quân cha thuộc của ông từng ó cột ti lại bàn cả trua trung một nô Phật là chẳng ông khác có môn bên ba ông khác có cho sắc xa riêng sốt làm vậy bàn này này đăng nông thật sát na nâng chẳng tay đó là hay nhiệt nhôm Phật bò sạch dân nông thì đi cái đây nông thì cái lại trên đó là niệm cả sẽ đạp từ tamประกวนปรับทรายคนจะองลูกทอดปรับทรายไปตามลัทธิเพียบได้อาจประพฤติบานยังรวดในจมูกนั่งกิเลสนุพองก็น่ะรวดในจมูกนั่งMaha Cổ Sal miền Sật Thi miền Sal miền Sật Tệ Sam Bạch Chỉ Nhẹ ọp rùm tà tiệt nạ Sam Bạch Hạ nạ Vipassana ấy nâng chi vật rồi nơi tam sự phiếp này chặt nâng thế nào ở miền luôn dương ấy đặt tay đầy lại ấy sen tại tiệt tê là nông ca rồi nơi nâng người ta chặt nâng ai dạng na có chia ca rồi nơi
ក្នុងលោកយ៉ាងនោះលោកនឹងទៅតាមសភាពរបស់ចិត្តចឹងប៉ុណ្ណាព្រោះលោកនៃការរស់នៅដោយបរមត្ថដែលជាលោកក្នុងអរិយវិន័យដែលព្រះអរិយៈហ្នឹងបានត្រាស់ដឹងបានចាក់ឆ្លុះទៅក៏គឺរូបារម្មណ៍សត្តិអារម្មណ៍គន្ធធារម្មណ៍រក្សាអារម្មណ៍ថតថពាអារម្មណ៍ហើយនឹងធម្មារម្មណ៍ហ្នឹងហើយគឺជាលោកនៃការរស់នៅគណៈជាអារម្មណ៍របស់ចិត្តណាហើយចំណែកចិត្តដែលដឹងនៅអារម្មណ៍ហ្នឹងអានឹងឯងដែលជាការរស់នៅក្នុងលោកគណៈចិត្តដែលដឹងអារម្មណ៍ហ្នឹងជាការរស់នៅក្នុងលោកឥឡូវហ្នឹងខណៈហ្នឹងពេលហ្នឹងណាមិនមានខ្លួនយើងអីរស់នៅឲ្យខុសពីនឹងឲ្យដតីឲ្យក្រៅពីនឹងទេចា៎ហ្នឹងគឺជាលទ្ធផលនៃការសិក្សាបដិបត្តិអប់រំទៅគឺពុទ្ធបរិស័ទយើងបានជ្រាបបានយល់ទៅណាបានជ្រាបបានយល់បានចេះដឹងទៅក្នុងការរស់នៅនឹងឯងបានស្គាល់លោកនៃការរស់នៅនឹងគឺជាអារម្មណ៍របស់ចិត្តនឹងឯងចឹងពីព្រោះជីវិតដែលរស់នៅគឺបានដល់ចិត្តដែលដឹងនៅអារម្មណ៍ហ្នឹងគណាហើយលោកនៃការរស់នៅទៅតាមសភាពនៃចិត្តនឹងឯងគណាចិត្តនឹងមានសភាពយ៉ាងម៉េចលោកហ្នឹងក៏ចឹងគណាមិនសូវអីទេទាំងចឹងចឹងណាតែចាប់ដឹងទៅទាំងដូចទូរស័ព្ទរោបាត់ទៅវិញណាឬសូវទៀតទូរស័ព្ទដាក់ថតហ្នឹងវារោហ្នឹងណាប៉ុណ្ណាហ្នឹងហើយចឹងគឺការរស់នៅក្នុងលោកហ្នឹងវាទៅតាមសភាពនៃចិត្តដែលប្រព្រឹត្តទៅជាវណ្ណចិត្តប៉ុណ្ណាហ្នឹងហើយយើងមើលសភាពនៃជីវ័នហ្នឹងវាមានជាអកុសលមានសភាពជាកុសលទៅណាក្នុងការរស់នៅកាលណាបើចិត្តនឹងឯងប្រព្រឹត្តទៅជាលោភៈនឹងសភាពនៃលោកដែលជាអារម្មណ៍របស់ចិត្តហ្នឹងគឺជាលោកនៃការរស់នៅហ្នឹងក៏ប្រកបជាការខ្វះខាតហេមរហាមចឹងទៅលោកនៃការរស់នៅហ្នឹងចឹងហ្នឹងគឺពុទ្ធបរិស័ទក៏បីបានជ្រាបយល់គណាឲ្យបានស្គាល់លោកនៃការរស់នៅហើយនឹងការរស់នៅក្នុងលោកហើយនឹងជាបរមត្ថធម៌ទៅណាបើចិត្តនឹងវាជាលោភៈអញ្ចឹងទៅឬក៏ថាប្រកបដោយលោភៈ
กอบដោយរាគៈហ្នឹងលោកនៃការរស់នៅហ្នឹងវាមានសភាពអត់ឃ្លានលហេមលហាមខ្វះខាតក្រីក្រទៅតាមការខ្វះខាតហ្នឹងរបៀបដូចជាពិភពរបស់សត្វប្រែតចឹងទៅដែលខ្វះខាតអត់ឃ្លានលហេមលហាមហ្នឹងហ្នឹងឯងយើងរកសត្វរកបុគ្គលអីយើងអ្នករស់នៅដតីពីនឹងទៀតអត់មានទេចឹងណាយើងបានជ្រាបដឹងច្បាស់ឡើងទៅតាមហ្នឹងឲ្យឃើញច្បាស់អំពីការរស់នៅហ្នឹងព្រោះចិត្តហ្នឹងប្រកបទៅដោយទោសៈលោកនៃការរស់នៅហ្នឹងក៏វាមានសភាពមួម៉ៅដៅកាហាយទៅតាមហ្នឹងចឹងទៅណាទៅតាមសភាពនៃចិត្តដែលជាទោសៈហ្នឹងឯងចឹងលោកនៃការរស់នៅហ្នឹងគឺជាអារម្មណ៍របស់ចិត្តហ្នឹងចឹងគឺថាសភាពនៃចិត្តហ្នឹងជាទោសៈយើងមើលលោកនៃការរស់នៅហ្នឹងក៏ក្តៅក្រហាយទៅរបៀបដូចជាឋាននរកហ្នឹងចឹងទៅចឹងណាហ្នឹងឯងហើយបើចិត្តនឹងឯងជាមោហៈប៉ុណ្ណាអានឹងលោកនៃការរស់នៅក៏វាមកមិញមកមាំងទៅតាមសភាពនៃមោហៈនឹងឯងប៉ុណ្ណាចឹងរបៀបដូចជាពិភពនៃសត្វតិរិឆាននឹងចឹងទៅចឹងហ្នឹងវាទៅតាមសភាពរបស់ចិត្តលោកនៃការរស់នៅហ្នឹងណាហើយបើចិត្តនឹងឯងចម្រើនទៅដោយមហាកុសលមានការឲ្យទានមានការរក្សាសិលចឹងទៅលោកនៃការរស់នៅហ្នឹងក៏ស្រស់ស្រាយរីករាយមានសភាពអញ្ចឹងហ្នឹងឯងនៅរមទៅហ្នឹងយើងសង្កេតពិនិត្យលោកនៃការរស់នៅទៅតាមសភាពនៃចិត្តទៅចិត្តរៀងព្រះអង្គរៀងខ្លួនហ្នឹងយើងហ្នឹងឯងតែក៏បីសាងលោកនៃការរស់នៅហ្នឹងឲ្យខ្លួនឯងមិនអាចនាំអ្នកដទៃឲ្យមករស់នៅជាមួយបានទេពីព្រោះលោកនៃការរស់នៅហ្នឹងវាទៅតាមសភាពនៃចិត្តរៀងព្រះអង្គរៀងខ្លួនបានជាមិនអាចនាំអ្នកដទៃឲ្យមករស់នៅដោយខ្លួនបានហើយយើងក៏មិនអាចទៅរស់នៅឲ្យដូចជាអ្នកដទៃបានពីព្រោះលោកនៃការរស់នៅនេះវាទៅតាមសភាពនៃចិត្តរៀងព្រះអង្គរៀងខ្លួនក៏ណាចិត្តមានសភាប្រព្រឹត្តទៅក្នុងសភាពស្រឡះស្រឡំធំទលាយមានសន្តានចិត្តក្នុងការចែកទានថ្វាយទានបូជាទានទៅហើយមានសិលណាដែលជាគ្រឿងប្រដាប់ចិត្តជាសភាពខ្ពស់ឡើងក្នុងការឲ្យអភ័យដោយសិលសន្តោសប្រោសប្រណីទៅមិនប្រកែប្រកម្មអីព្រឹត្តទៅជាបាណារិបាតជាអតនេទានអីទេមានការលះបង់មានការវាចានៅបាបអកុសលហ្នឹងអញ្ចឹងគឺសភាពនៃអារម្មណ៍របស់ចិត្តហ្នឹងដែលប្រកបឡើងជាលោកនៃការរស់នៅហ្នឹងគឺល្អតែតែហ្មងចឹងមានសភាព
គួរឲ្យរីករាយស្រស់ស្រាយទៅតាមចិត្តរៀងព្រះអង្គរៀងខ្លួននឹងឯងចឹងបានព្រះអង្គទ្រង់សម្ដែងមានឆៈផាសាយតនៈនរៈឆៈផាសាយតនៈសួរទៅតាមសភាពនៃចិត្តដែលប្រព្រឹត្តទៅតាមអាយតនៈទាំង6ហ្នឹងចឹងក្នុងចិត្តដែលមានទានមានសិលចឹងទៅសភាពនៃលោកដែលជាអារម្មណ៍របស់ចិត្តបន់ហ្នឹងមានសភាពរីករាយក្នុងការរស់នៅដូចជាក្នុងស្ថានសួគ៌ចឹងទៅហើយបើចិត្តនឹងឯងមានភាវនាមានប្រកម្មដ្ឋានអប់រំស្ងប់រងាប់នៅអកុសលនិវរណៈទៅតាមនឹងចឹងតាមសភាពនៃចិត្តដែលប្រកបទៅដោយភាវនាហ្នឹងមានអនុសតិជាវិហេរធัวចឹងទៅដោយពុទ្ធានុសតិធម្មានុសតិនឹករលឹកដល់គុណបរតនត្រ័យចឹងសង្ឃានុសតិចឹងទៅឬក៏មានចាគៈមានសិលមានទេវធម៌អីហ្នឹងក៏ជាទីរលឹកនឹកជ្រះថ្លាមានបៃតិមានបាមកជៈអីទៅក្នុងភាវនាប្រកម្មដ្ឋានហ្នឹងចឹងលោកនៃការរស់នៅទៀតវាទៅតាមសភាពនៃចិត្តនឹងឯងណានឹងឯងយើងនិយាយគ្នាឬក៏ទៅតាមដែលយើងមានសេចក្តីប្រកម្មពីខ្លួនយើងរួមដោយរូបរួមដោយនាមចូលគ្នាមកយើងដឹងថាយើងរស់នៅក្នុងផ្ទះសម្បែងទីកន្លែងនៅក្នុងភូមិស្រុកនឹងក្នុងប្រទេសនគរនឹងហ្នឹងឯងអាហ្នឹងគឺវាជារឿងដែលយើងសម្គាល់ជាអត្តាតួខ្លួនយើងអ្នករស់នៅណាហ្នឹងចឹងប៉ុន្តែដល់ទៅការអប់រំចម្រើនដោយសតិដោយបញ្ញាទៅបានយើងឃើញលោកនៃការរស់នៅហ្នឹងគឺជាអារម្មណ៍របស់ចិត្តហ្នឹងឯងហើយការរស់នៅហ្នឹងគឺចិត្តដែលដឹងនៅអារម្មណ៍ហ្នឹងឯងមានមនុស្សទេវតាមានអ្នកណាជាអ្នករស់នៅអីផ្សេងក្រៅពីចិត្តដែលដឹងអារម្មណ៍ហ្នឹងទៀតទេបើអត់មានចិត្តអត់មានវិញ្ញាណហើយការរស់នៅហ្នឹងក៏អត់មានដែរហ្នឹងឯងយើងមើលសត្វលោកយើងរស់នៅសប្ថ្ងៃហ្នឹងបើវិញ្ញាណហ្នឹងរលត់ទៅប្រះទៅមិនកើតបន្តនៅក្នុងអត្តភាពនឹងទេអបេតវិញ្ញាណោណាវិញ្ញាណនឹងប្រះទៅគឺចុតិទៅហ្នឹងណាព្រោះណាហ្នឹងគឺមានការរស់នៅអីណាទៀតយើងក្រោកព្រឹកឡើងយើងដឹងថាយើងភ្ញាក់ហ្នឹងគឺដោយសារវាមានចិត្តកើតឡើងក្នុងវិថីចិត្តហ្នឹងការដែលសឹងលក់សម្រាមលក់ហ្នឹងវាមានចិត្តប្រព្រឹត្តទៅជាប្រវាំងនឹងឯងចឹងប៉ុណ្ណាហ្នឹងឯងហើយដល់ទៅពេលវិថីចិត្តកើតឡើងក៏ដឹងខ្លួនថាយើងភ្ញាក់យើងក្រោកមកហ្នឹងមានស្អីក្រៅទៅពីវិថីចិត្តដែលកើតមកតាមផ្លូវភ្នែកហើយតាមផ្លូវចិត្តដឹងរឿងទៅតាមផ្លូវតិចហើយតាមផ្លូវចិត្តដឹងរឿងទៅអប់រំរឿយទៅកាន់តែច្បាស់ឡើងទេពុទ្ធបរិស័ទយើងចឹងមិនមានយើងអីណាអ្នកភ្ញាក់អីក្រៅពីវិថីចិត្តកើតឡើងទៀតទេ
ហ្នឹងឯងអត់មានយើងអីណារស់នៅក្រៅពីចិត្តដឹងអារម្មណ៍ហ្នឹងបន្តគ្នាដល់ពេលចុតិទៅវាមានយើងអ្នករស់នៅអីទៀតហ្នឹងឯងអញ្ចឹងអាការដែលនៅរស់សពថ្ងៃហ្នឹងមានអីបានអីអត់អីគឺវាជាវិថីចិត្តហ្នឹងដឹងអារម្មណ៍ហ្នឹងតែប៉ុណ្្នឹងទេមានអីក៏នៅលើវិថីចិត្តដឹងអារម្មណ៍បានអីក៏នៅលើវិថីចិត្តដឹងអារម្មណ៍ហ្នឹងឯងអត់អីក៏នៅលើវិថីចិត្តដឹងអារម្មណ៍ហ្នឹងឯងមានអីហើយក៏ចេះសបាយក្នុងការឲ្យទានទៅបានអីក៏ចេះត្រេកអរជាមួយនឹងរបស់ប៉ុណ្ណឹងទៅអាហ្នឹងវាជាឋានសុខឋានសួគ៌ក្នុងការរស់នៅទៅហើយបើចិត្តហ្នឹងជាសុខទៅហើយមានស្អីជាទុក្ខទៅទៀតហ្នឹងហើយវាមានខ្លួនយើងអីណាដែលនឹងថាគួរឲ្យប្រកាន់គួរឲ្យហួងហែងអីទៅទៀតមានសតិសម្បជញ្ញៈគ្រប់គ្រងថែរក្សាចិត្តប៉ុណ្ណឹងឲ្យតែជាសុខទៅគឺថាសុខហើយជាកុសលទៀតអត់មានគួរឲ្យហួងហែងក្នុងអនាគតអីរឿងអីទៅទៀតទេចឹងណាហ្នឹងឯងហ្នឹងហើយដែលពុទ្ធបរិស័ទយើងសិក្សាទៅបានប្រយោជន៍សំខាន់ក្នុងការរស់នៅមានកុសលភាវនាចម្រើនឡើងទៅដោយអំណាចនៃចំណេះដឹងនិងគុណធម៌អញ្ចឹងកាលណាបើបប្រតិបត្តិអប់រំសេចក្តីស្ងប់មានសតិសម្បជញ្ញៈដឹងចិត្តដែលស្ងប់នឹងឯងខុសអំពីចិត្តដែលវាប្រកបដោយនិវរណៈរាគៈទោសៈមោហៈហ្នឹងដែលវាមិនស្ងប់ទៅតាមអំណាចនៃកិលេសហ្នឹងអញ្ចឹងវាខុសគ្នាសភាពនៃចិត្តដែលស្ងប់នឹងឯងមានសេចក្តីសុខសែនសាមអញ្ចឹងអប់រំចម្រើនសេចក្តីស្ងប់នឹងឯងតាមរយៈនៃយោនិសោមនសិកានេះដែលជាបតតឋាននៃសេចក្តីសុខស្ងប់ហ្នឹងណាយោនិសោមនសិការៈហ្នឹងគឺថាធ្វើទុកក្នុងចិត្តទៅក្នុងអារម្មណ៍ហ្នឹងធ្វើទុកក្នុងចិត្តជាម៉េចចំពោះគុណវរតនត្រ័យហ្នឹងបានជាប្រសិជ្ជៈនិវរណៈប្រសិជ្ជៈអកុសលហើយមានសភាពស្ងប់កើតឡើងហ្នឹងធ្វើទុកក្នុងចិត្តយ៉ាងណារួចទៅក៏អប់រំចម្រើនទៅទៀតទៅចឹងណាអប់រំចម្រើនអាការដែលធ្វើទុកក្នុងចិត្តត្រូវហ្នឹងណាយោនិសោមនសិការៈហ្នឹងបានឈ្មោះថាចម្រើនសេចក្តីស្ងប់សមថភាវនាហ្នឹងឯងចឹងអានឹងតលតែដឹងពីសភាពនៃសេចក្តីស្ងប់ហ្នឹងចឹងបានអាចអប់រំចម្រើនសេចក្តីស្ងប់ទៅបានបើមិនចឹងទេវាអាចជាការចម្រើនមិច្ឆាសមាធិក្នុងលោភៈអីចឹងទៅលោភៈហ្នឹងក៏នាំឲ្យមានបៃតេអីចឹងប៉ុន្តែបៃតេក្នុងលោភៈណាប្រកបដោយសោមនស្សចឹងទៅហ្នឹងឯងអត់មានសតិសម្បជញ្ញៈអីទេអត់មានបញ្ញាដឹងចិត្តស្ងប់ឬមិនស្ងប់អីទេដឹងតែថាអាត្មាអញសប្បាយអាត្មាអញសុខអាអញរីករាយអីចឹងទៅអាហ្នឹងគឺមិនមែនជាការចម្រើនសមថៈទេចម្រើនសមថៈចម្រើនសេចក្តីស្ងប់សម្មាសមាធិហ្នឹងគឺត្រូវកើតក្នុងមហាកុសលប្រសិជ្ជៈអកុសលនិវរណៈប្រសិជ្ជៈរាគៈទោសៈមោហៈបានរហូតជាបាបជាបច្ច័យដល់ទៅឈានសមាបត្តិអីហ្នឹងត្រូវឆ្លងកាត់ពីមហាកុសលទៅនឹងឯងសម្មាសមាធិហ្នឹងចឹង
chẳng cứ to là miên sạch tệ xăm với chỉ nhẹ nạ xăm và thạ nâng bạn ai chìm ra xăm và thạ nâng đây ngọt nâng tới bàn cứ ca để bạn đăng làm pi chặt để ngọt khâu làm pi chặt để mình ngọt chặt để phải cọp đòi ạ sao ni và nạ nâng chẳng rom nó ngại để chỉ lột này ca rồi nơi nó ngại miền phiệp ngọt miền phiệp thì chuyện đôi chỉ ruột nơi nông than trùm chẳng tử nông trùm mà lột và cọp đòi meta karana trùm mà vì hiền là thua chẳng tới con nào hay vào ban chầm ra đo tới vipassana phiền là niปัญญาปิดขนมกาได้บานดังในโลกขนมอะไรอยู่ในนั่นแหละเชี่ยรูปารามดังใช่ไหมนงสัตเตรามกวนเทรามน่ะเรียสารามภาพทับเปรามทำเมรามนั่นโลกขนมอะไรอยู่ในนั้น คือการได้บานสกอโลกนึงจะบ้าดังโลกนึงจะบ้าจังtớiคือสภาพในการรวมในนั้นมันเนียนในสิ่งใดประกันมันเนียนในกองวอลมันเนียนการห่วงไห้โลกในการรวมในนั้นปราศจากในตุกกองวอลโดยสารมันเนียนการห่วงไห้ขนมการรวมในนั่งไอ้ชีวิตได้รวมในโดยปราศจากการห่วงไห้นั้นchỉ ca để ruột nơi nông lô của bò pri ở đây dễ hốt đào từ sầm rạch ở đây giờ mẹ ở đây giờ phal sầm mà bạc nó chỉ ca ruột nơi nông pri Philippines bịch nương ảnh chứ miền Philippines chỉ ở rom này phal sầm mà bạc nương hay chỉ vật ruột nơi nông phal sầm mà bạc nó cứ ruột nơi nông Philippines mền nó miền Philippines chỉ ở rom cho nênในพอสมาบัตินั่นในขนมพอสมาบัตินั้นมีชีวิตันตรีจ้ะมีการรวมในนั่งไงโดยฉะนั้นคือยังไรบานเชียร์ท่าโลกในการรวมในนั่งอ่ะคือยังจะเนี่ยสร้างไอ้ครูนไอ้เด่นใจปีโลกในการรวมในขนมตีนี้คือเชียร์ร้อมหรือบ่เชียร์วันในจักchẳng để thà dương chỉ nhẹ sang để luôn ai nếu về thật để trong thà miền thật tệ sam phải chỉ nhẹ trong ca ruột nơi đại địa thể rồi thà miền thật tệ sam phải chỉ nhẹ là nâng từ mốc để miền ca ruột nơi trong chạ phá xa yết tận nạ nâng phá xa yết tận nạ xù kia tới là rư có trong prom mê tới prom mà lô tới cái này rứa có lột nông ở đây vì này lột này ca mình phải can ca mình huồng hay lột này ca để ó không vào ca rồi này nông lột nó cứ từ tam từ thiếp này sẽ tệ sam phải chỉ nhẹ riêng phỏng riêng luôn là ai ấy và thà mình ọp rung sẽ tệ sam phải chỉ nhẹ thế là ngày miền ca trục ruộng thì đòi lột phẹ tô xạ mô hạ rươi trắng chỉ vết nó ruột nữ đòi ca khoác hạt ruột nữ cái nông lột là thêm là ham ruột nữ cái nông lột đây mình chạy mình trục ruộng đôi chia vì phục này phải chẳng hay miền ca bờ vai bờ tóc cặp sầm lạp tận đơm kia không ca ruột nơi không ca hộp chọc ấy tầng đó nâng khơi nhớ khơi ca ruột nơi rồi bò
សត្វលោកហ្នឹងទៅតាមសភាពនៃលោភៈល្មោបលោភលន់ទៅតាមនឹងចឹងទៅទៀតហើយមើលរៀងខ្លួនហ្នឹងរស់នៅមានភាពគ្រប់គ្រាន់ដែរឬទេដឹងខ្លួនតែខ្វះខាតត្រូវទៅឆក់ត្រូវទៅដណ្ដើមអ្នកដតីអីទាំងអស់ហ្នឹងកាប់សម្លាប់អីហ្នឹងព្រឹត្តទៅតាមទោសៈដែលកើតឡើងហ្នឹងក៏ជាលោភដែលក្តៅក្រហល់កាហាយដូចឆេះក្នុងភ្លើងនរកហ្នឹងចឹងហ្នឹងគឺបច្ចុប្បន្នហ្នឹងជាឆៈផាសាយតនៈនរកទៅតាមសភាពនៃចិត្តដែលជាទោសៈហ្នឹងការរស់នៅក្នុងលោកក្តៅក្រហាយហ្នឹងណាអ្នកសាងលោកហ្នឹងគឺសភាពនៃចិត្តហ្នឹងឯងទេដែលនិយាយថាខ្លួនយើងហ្នឹងគឺហ្នឹងចឹងគឺជារឿងអភិធម្មណាជារឿងដែលយើងអាចអប់រំចម្រើនសតិចម្រើនបញ្ញាបានដឹងអំពីលោកនៃការរស់នៅមោហៈទៅវង្វេងច្រឡំទៅមមិញមមាំងដូចជាពិភពនៃសត្វទេឆានចឹងទៅនឹងឯងមិនបានដឹងលោកនឹងតាមសេចក្តីពិតក្នុងការរស់នៅទៅនោះទេចឹងគឺយើងប្រាថ្នាការរស់នៅក្នុងលោកយ៉ាងណាថាលោកនៃកាមសុគតិទេក៏ព្រឹកទៅអប់រំរឿយនៅទាននៅសិលឲ្យខ្លួនឯងទៅគឺណាយើងបានដឹងថាលោកនៃការរស់នៅហ្នឹងសម្បូរសប្បាយគឺរីករាយស្រស់ស្រាយមានខ្វះខាតអីគឺទំនុកបំរុងមេត្តាបិតាទំនុកបំរុងដល់បព្វជិតគឺណាដែលថាជាសាមណៈព្រាហ្មណ៍នឹងគឺអ្នកបួសដែលមានកិច្ចការងារសំខាន់ណាស់ក្នុងការថែរក្សាពុទ្ធសាសនាអញ្ចឹងគឺយើងទំនុកបំរុងក្នុងបច្ច័យ4ហ្នឹងដូចជាកងតបស្បៀងអញ្ចឹងទៅប៉ុណ្ណាហ្នឹងឯងក្នុងសង្គ្រាមជាមួយគ្នានឹងកិលេសនឹងគុណចាស់ដោយសិលសមាធិបញ្ញាទៅក៏ច្បាំងជាមួយនឹងកិលេសណារៀងព្រះអង្គទៅហើយពុទ្ធបរិស័ទយើងទានសិលភាវនាហ្នឹងក៏ជាតបស្បៀងហ្នឹងហើយក៏ច្បាំងជាមួយនឹងកិលេសខ្លួនឯងហ្នឹងក្នុងសមរភូមិដែលពុទ្ធបរិស័ទយើងច្បាំងជាមួយគ្នានឹងកិលេសនឹងឯងចឹងដែលយើងឃើញថាជោគជ័យយ៉ាងពិសេសវិសាលហ្នឹងគឺការដែលឈ្នះលោភៈទោសៈមោហៈហ្នឹងយើងនឹងបានរស់នៅក្នុងលោកដ៏ស្ងប់រងាប់លោកដែលប្រសិជ្ជៈនៅភាពលហេមលហាមវាប្រសិជ្ជៈនៅភាពក្តៅក្រហាយភាពងងខ្លៅអីទាំងអស់បាននៅការយល់ដឹងរីករាយសុខស្ងប់គឺទៅតាមសភាពនៃជីវ័ននៃចិត្តនឹងឯងចឹងហ្នឹងជាក់ស្ដែងណាយើងរស់នៅរាល់ថ្ងៃហ្នឹងត្រូវឲ្យជ្រាបថាលោកនៃការរស់នៅហ្នឹងគឺអារម្មណ៍របស់ចិត្តឲ្យច្បាស់ឡើងអញ្ចឹងមានស្អីដែលយើងដឹងប្រដីរាល់ថ្ងៃហ្នឹងមិនមែនជាអារម្មណ៍របស់ចិត្តណាមើលចឹងអាហ្នឹងជាសំណួរដើម្បីយើងផ្ទៀងផ្ទាត់មានអ្វីដែលយើងដឹងរាល់ថ្ងៃហ្នឹងហើយអ្វីហ្នឹងមិនមែនជាអារម្មណ៍របស់ចិត្តហ្នឹងឯងកាលណាបើយើងមានការស្ដាប់សិក្សាសង្កេតពិនិត្យសតិប្បដ្ឋានកើតឡើងណាតាមរយៈនៃការស្ដាប់ហ្នឹងអាហ្នឹងយើងគ្រាន់តែនិយាយថាសតិប្បដ្ឋានកើតបើយើងធ្លាប់ដឹងរឿងរ៉ាវមកហើយសម្រាប់មគ្គផលដោយសារតែបានស្ដាប់យល់នឹងទៀតផងទៅណាសម្រាប់មគ្គផលទៀតផងចឹង
mình trònแต่ចម្រើនទៅដោយការចេះដឹងប៉ុណ្ណឹងទេហ្នឹងវាឧបនិស្ស័យរៀងព្រះអង្គរៀងខ្លួននៅក្នុងការចេះដឹងហ្នឹងអញ្ចឹងគឺវឹកហាត់អប់រំមកយើងបានដឹងថាលោកនៃការរស់នៅហ្នឹងគឺអារម្មណ៍របស់ចិត្តពីព្រោះការរស់នៅគឺចិត្តអាហ្នឹងវាច្បាស់លាស់អញ្ចឹងណាការរស់នៅនោះគឺចិត្តបានជាលោកនៃការរស់នៅនោះគឺអារម្មណ៍របស់ចិត្តនឹងឯងព្រោះតែនិយាយពីចិត្តគឺត្រូវនិយាយពីអារម្មណ៍ហើយមិននិយាយពីអារម្មណ៍មានចិត្តមកពីណាហើយចិត្តកើតឡើងវាអាស្រ័យបច្ច័យច្រើនមែនវាដូចជាវត្ថុបរិជាតិបច្ច័យអីចឹងមានហតិយវត្ថុឬក៏ចក្ខវត្ថុសោតវត្ថុភ្នែកជាច្រមុះអណ្ដាតប្រសាទកាយហ្នឹងវាជាបច្ច័យតែវត្ថុបរិជាតិហ្នឹងវាជានិស្សយបច្ច័យជាទីអាស្រ័យនៃចិត្តកើតឡើងហ្នឹងក៏ប៉ុន្តែដល់ចិត្តកើតឡើងវាដឹងអារម្មណ៍ទៅណាហ្នឹងឯងចិត្តដែលកើតឡើងហ្នឹងវាដឹងអារម្មណ៍ទៅណាអញ្ចឹងគឺអារម្មណ៍នឹងឯងដែលជាលោកនៃការរស់នៅណាអាហ្នឹងគឺមានការរស់នៅអីណាទៀតអាហ្នឹងរំលឹកហើយរំលឹកទៀតបញ្ជាក់ហើយបញ្ជាក់ទៀតឲ្យច្បាស់តែកាលណាយើងដឹងថាលោកនៃការរស់នៅគឺជាអារម្មណ៍របស់ចិត្តជាមួយគ្នានឹងការដឹងហ្នឹងវាអត់មានរឿងហួងហែងអីទៅទៀតទេចឹងប៉ុណ្ណាវាអត់មានជារឿងដែលត្រូវហួងហែងចំពោះលោកនៃការរស់នៅអីយ៉ាងម៉េចទៅទៀតទេណាពីព្រោះយើងហួងហែងស្អីបើការរស់នៅហ្នឹងគឺវាជាចិត្តដឹងអារម្មណ៍ហ្នឹងហួងហែងអីអាហួងហែងហ្នឹងវាជាការរស់នៅក្នុងភាពលហេមលហាមហ្នឹងតើណាហេមលហាមទៅដោយការហួងហែងហ្នឹងណាវាដូចជាសេចក្តីទុក្ខដែលកើតឡើងក្នុងការហួងហែងបុគ្គលនេះនោះអីដែលខ្លួនឯងហួងហែងស្រឡាញ់ហ្នឹងមិនឲ្យទៅស្រឡាញ់អ្នកដទៃផ្សេងទៀតទេហ្នឹងហើយហ្នឹងគឺជាសេចក្តីទុក្ខសោករបស់មនុស្សលោកយើងពេញទឹកពេញដីហ្នឹងហ្នឹងឯងបងប្អូនកូនចៅស្ដាប់ពិចារណាទៅពធជួយណាជាជាងដែលថាយើងមានសេចក្តីទុក្ខអញ្ចឹងក៏រកពធទៅនឹងឯងចឹងព្រោះពេលយើងសប្បាយរីករាយយើងមិនដឹងធัวអាអីយ៉ាងម៉េចទេបន្ទុះមិនបន្ទុះទេក៏មិនជ្រះថ្លាមិនចូលចិត្តអីទៅយ៉ាងណាពីព្រោះវាដូចជាថាមកហាមឃាត់មករារាំងអាការសប្បាយរីករាយក្នុងយុវវ័យរបស់ខ្លួនអីចឹងទៅនឹងឯងតែពធហ្នឹងគឺមិនថាកុមារវ័យយុវវ័យឬក៏វ័យណានោះទេចឹងតណ្ណអញ្ញតរੰយាមំបដិជាគេយបណ្ឌិតោគឺគ្រប់វ័យទាំងអស់ហ្នឹងគ្រាន់តែថាអាការដែលទៅស្វឹងជាមួយគ្នានឹងអារម្មណ៍ក្នុងលោកហ្នឹងវាមិនបានជាយកចិត្តទុកដាក់អីជាមួយនឹងពធហ្នឹងចឹងទៅឥឡូវវាបានជាមានសេចក្តីទុកហើយហ្នឹងឯងស្ដាប់ពធទៅជួយឲ្យយើងមានស្មារតីចឹងទៅវាបានជាឧបនិស្ស័យល្អហ្នឹងឯងចឹងធ្វើឲ្យយើងភ្ញាក់កំណើតកើតគំនិតណាបច្ចពន្លកគោស្មារតីសន្សំឧបនិស្ស័យនៅក្នុងពធក្នុងនេក្ខមៈណាបាន
ឃើញអាទិនវៈដែលជាទោសរបស់សង្ខារលោកនឹងចឹងទៅវាបានចម្រើនឡើងជាងអាការដែលយើងសុខសប្បាយរីករាយនៅក្នុងលោកនឹងទៅទៀតដឹងខ្លួនថាឧបនិស្ស័យល្អទៅជាចំណេញទៅវិញយើងនិយាយភាសាចំណេញហ្នឹងក៏បានចឹងនឹងឯងអាហ្នឹងគឺសម្រាប់បានទៅជាអញ្ចឹងណារឿងរ៉ាវក្នុងជីវិតហ្នឹងវាអាចបញ្ជូនយើងឲ្យមកបានស្គាល់ពធដ៏មានតម្លៃហើយពធហ្នឹងមិនមែនសម្រាប់ដែលយើងមានសេចក្តីទុក្ខអីចឹងទៅទេតាមពិតគឺថាពធហ្នឹងសម្រាប់ឲ្យយើងមានសេចក្តីសុខសេចក្តីរីករាយក្នុងសមាបរិបត្តិសមាបដិបទាក្នុងដំណើរផ្លូវត្រូវហ្នឹងក្នុងសភាពនៃការរស់នៅជាបរិជាបុត្រជាសិទ្ធិបុត្រអីហ្នឹងវាមិនមានការព្រាត់ប្រាសបែកបាក់អីយ៉ាងណាក៏ដោយប៉ុន្តែថាប្រកបដោយសទ្ធាពលៈសតិពលៈបញ្ញាពលៈហើយក៏បូជាជ្រះថ្លាក្នុងពធហើយប្រព្រឹត្តទៅដោយសម្មាបរិបត្តិទៅចឹងទៅប៉ុន្តែថាយើងខ្វះឧបនិស្ស័យពេលដែលបានជួបប្រសពនៅអារម្មណ៍ជាទីត្រេកអរជាទីពេញចិត្តអីចឹងទៅរីករាយក្នុងកាមគុណដូចជាក្នុងឋានសួគ៌អីចឹងទៅវាខ្វះឧបនិស្ស័យមិនអាចជ្រះថ្លាក្នុងពធទេតែអ្នកគេមានឧបនិស្ស័យមិនចាំបាច់មកកើតទុក្ខលហេមលហាមនឹងរឿងព្រាត់ប្រាសនឹងរឿងអត់ឃ្លានក្រីក្រអីទេណាគឺថាចូលកាន់ភ្នោះទាំងដែលសម្បត្តិស្ដុកស្ដំអីហ្នឹងលះបង់ចឹងទៅជាសិទ្ធិបុត្រអីហ្នឹងក៏រីករាយក្នុងព្រះសទ្ធំហ្នឹងចឹងទៅប៉ុន្តែថាបងប្អូនកូនចៅបានជាធ្លាក់មកក្នុងសភាពទុក្ខសោកអីយ៉ាងណាហើយនឹងក៏យើងរកពធជួយស្រោចស្រង់ទៅមិនមែនជារឿងបោកបញ្ឆោតអីណាវាជាសភាពជាក់ស្ដែងដែលអាចធ្វើឲ្យខ្លួនឯងហ្នឹងមានសេចក្តីសុខពិតប្រាកដអញ្ចឹងណាមានស្អីដែលនឹងអាចថាឲ្យយើងបានសេចក្តីសុខថាជាបុគ្គលក៏ជាកល្យាណមិត្តរបស់យើងទៅរួមសុខរួមទុក្ខមិនមែនរួមតែពេលសុខទេដល់ពេលទុក្ខរត់ចោលយើងមិនមែនទេរួមទុក្ខដែលអាចធ្វើឲ្យយើងមានកម្លាំងចិត្តក្នុងការរស់នៅហើយនឹងមានសង្ឃឹមដើម្បីនឹងថាបាននៅទីពឹងតទៅទៀតអញ្ចឹងតែបើថាជាពធក៏ជាមិត្តដ៏ជិតស្និទ្ធខាងក្នុងជីវិតរបស់យើងនឹងឯងចឹងអញ្ចឹងមានពធហ្នឹងជាកល្យាណមិត្តនឹងឯងជាកល្យាណធัวផ្លូវចិត្តអញ្ចឹងការដែលយើងកើតទុក្ខទៅតាមសភាពនៃអាការប្រកម្មហួងហែងហ្នឹងឯងដល់ទៅវាមិនបានដោយការហួងហែងហ្នឹងចឹងទៅយើងចង់ឲ្យតែអ្នកនឹងឯងស្រឡាញ់យើងតែម្នាក់ឯងអីចឹងទៅណាចឹងគឺណាចំណង់ដែលចង់ហ្នឹងវាចេះតែប្រព្រឹត្តទៅតាមសភាពដែលនៅល្ងងនៅអវិជ្ជាមានអវិជ្ជាហ្នឹងជាមូលចឹងវាសំខាន់នៅត្រង់ដែលយើងប្រកម្មថាអ្នកនឹងជារបស់យើងនឹងឯងបុគ្គលនឹងជារបស់យើងមើលអាសភាពនៃសេចក្តីល្ងងរបស់សត្វលោកយើងមើលចេះរបស់យើងទៅកើតណាចេះរបស់យើងទៅកើតណាមើលរហូតដល់ទៅគួងហែងដណ្ដើមយើងក៏ស្រឡាញ់គេក៏ចង់បានត្រូវប្រកបបច្ចៈគ្នាដោយពាក្យសម្ដីប្រកបបច្ចៈគ្នាដោយដៃដោយសត្រាវុធនឹងពីព្រោះតែរបស់យើងរបស់អញ
ហ្នឹងហើយយើងនិយាយតាមពាក្យឆ្លោះគ្នាទៅថារបស់អញហ្នឹងហើយយើងក៏ស្រឡាញ់គេថាបោះតែឯងអីក៏ដោយតែខ្ញុំដណ្ដើមគេណាដណ្ដើមគេណាការដែលអញ្ចឹងវាមានសេចក្តីទុក្ខកើតឡើងក៏ប៉ុន្តែដល់តែយើងបានមកពិនិត្យពិចារណាតាមព្រះធម៌វាជាក់ស្ដែងសូម្បីតែខ្លួនយើងនេះមិនទាំងជារបស់យើងផងចាំបាច់និយាយអីទៅអ្នកដទៃរបស់យើងអីរបស់អញស្អីអ្នកដទៃសោះហ្នឹងមើលសូម្បីតែខ្លួនយើងហ្នឹងដែលយើងថាខ្លួនយើងហ្នឹងមើលណាតើជារបស់យើងយ៉ាងម៉េចទៅហ្នឹងហើយយើងមើលរបស់យើងឬក៏របស់ជារារាល់ថ្ងៃហ្នឹងរបស់យើងឬក៏ជារបស់ជាធិរបស់យើងឬក៏ជារបស់មច្ចុហ្នឹងឯងរបស់យើងឬក៏ជាសង្ខារធម៌ដែលអាស្រ័យបច្ច័យកើតឡើងណាគេឲ្យយើងតើអ្វីជាតួយើងអានឹងវាតល់តែការអប់រំសតិបញ្ញាចម្រើនមកដឹងរូបធម៌ដឹងនាមធម៌ដែលជាផលនៃបច្ច័យទៅណាហ្នឹងឯងចឹងហ្នឹងឯងណាអាហ្នឹងគឺតែកាលណាមានយើងវាមានសម្បត្តិរបស់យើងហើយតែកាលណាមានយើងមានបរិខាររបស់យើងហើយនឹងឯងហើយក្នុងអលកតូបមសោតព្រះអង្គសម្ដែងថានេះជាពេលធัวមែនពិតទៅណាព្រះអង្គសម្ដែងពេលធัวអាយើងហើយនឹងរបស់យើងហ្នឹងណានឹងគឺបានដីថាជាសេចក្តីប្រកម្មរបស់បុគ្គលល្ងងខ្លៅតែហៅថាពេលធัวហ្នឹងចឹងធัวហ្នឹងគឺសេចក្តីប្រកម្មសេចក្តីហួងហែងរបស់សត្វលោកយើងដែលល្ងងចាស់រាល់ថ្ងៃត្រុតត្រោមទៅហើយហ្នឹងមើលនឹងថារូបនឹងឯងជាខ្លួនឯងវេទនាសញ្ញាសង្ខារវិញ្ញាណជាខ្លួនឯងយ៉ាងម៉េចទៅហ្នឹងឯងឲ្យខិតនៅជាអញយ៉ាងម៉េចទៅហើយចេះហួងហែងអ្វីខាងក្រៅហ្នឹងជារបស់ខ្លួនឯងទៅកើតអ្នកដតីសោះហ្នឹងរបស់ខាងក្រៅសោះហ្នឹងហើយអ្នកដតីហ្នឹងក៏ដោយរបស់អីហ្នឹងក៏ដោយសិតតែស្ថិតនៅក្នុងជារីក្រមគ្រាទាំងអស់ហើយព្រះអង្គត្រាស់ថាជារន្តិវេរាជារថាសុចិត្តតាមើលជារន្តិជារីក្រមគ្រាសំបីតែរាជរដ្ឋដែលរៀបចំយ៉ាងប៉និតសម្រាប់រាជាហ្នឹងជារន្តិដែរហ្នឹងឯងអានឹងគ្រឿងសិតតែលោហៈសិតតែរតនៈសិតតែពៈសម្ភារៈហ្នឹងឯងមមក្លិមផងហើយចាំបាច់មកនិយាយរូបកាយហ្នឹងហ្នឹងឯងជាសម្បុកនៃរោគហ្នឹងបុកនៃរោគមែនអញ្ចឹងតែត្រូវតែជាច្បាស់ទៅដោយសតិបញ្ញាហ្នឹងណាហើយព្រះអង្គសម្ដែងអថោសរីរំតិជារាំងឧបេតិសរីរៈហ្នឹងក៏ចូលដល់ការចាស់ជរាអញ្ចឹងយើងត្រូវសិក្សាឲ្យយល់ដឹងកន្លែងហ្នឹងត្រង់ដែលថាសូម្បីតែខ្លួនយើងហ្នឹងខ្លួនយើងហ្នឹងដែលសន្មត់តែខ្លួនយើងហ្នឹងណានឹងឯងឲ្យឃើញច្បាស់ថាយើងហួងហែងមិនទាំងបានផងចឹងនឹងឯងយើងហាមឃាត់មិនទាំងបានផងយើងទៀមទាមិនទាំងបានផងនឹងឯង
ហើយយើងគិតហាមអ្នកដទៃរឿងអីមើលហាមចិត្តអ្នកដទៃកុំឲ្យអ្នកដទៃនឹងឯងមានចិត្តបែកបែកមានចិត្តប្រែប្រួលមានចិត្តវិបលាស់អីយ៉ាងម៉េចហាមតែចិត្តខ្លួនឯងមិនទាំងបានផងហ្នឹងហាមចិត្តយើងកុំឲ្យរវើរវាយហាមចិត្តយើងកុំឲ្យក្តៅក្រហាយហាមចិត្តយើងពេលហ្នឹងកុំឲ្យកើតទុក្ខព្រោះសេចក្តីទុក្ខហ្នឹងជាអកុសលហើយលំបាកទៀតហាមចិត្តខ្លួនឯងហ្នឹងមិនបានផងមើលអាហ្នឹងហើយបានយើងដឹងថាធัวទាំងឡាយវាប្រព្រឹត្តទៅតាមបច្ច័យច្បាស់អញ្ចឹងវាមានខ្លួនយើងអីណាអញ្ចឹងត្រូវតែភ្ញាក់ត្រូវតែមានស្មារតីឡើងភ្លឺស្វាងឡើងពន្លឺភ្លឺស្វាងនេះឯងដែលធ្វើឲ្យយើងរកសេចក្តីសុខយ៉ាងពេញលេញបានបៃតេជ្រួតជ្រាបសពរាងកាយទៅមិនមានប្រហោងមិនមានចន្លោះគឺដោយអំណាចនៃពន្លឺភ្លឺស្វាងដោយញាណដោយបៃតេចម្រើនឡើងរហូតដល់ទៅបៃតេក្នុងសតិប្បដ្ឋានបៃតេសម្ពោជ្ញាង្គៈដែលមានឧបការៈពីពុទ្ធានុសតិពីធម្មានុសតិពីសង្ឃានុសតិទៅទៀតដែលជាអាហារនៃបៃតេសម្ពោជ្ញាង្គៈហ្នឹងសម្រាប់បុគ្គលដែលមានប្រកដីចម្រើនតបដ្ឋានហ្នឹងបានអប់រំអាហារនៃបៃតេសម្ពោជ្ញាង្គៈមានអនុសតិជាដើមហ្នឹងអាហ្នឹងឯងដែលយើងបានចេះដឹងធម៌របស់ព្រះអរិយៈធម៌របស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យចិត្តរបស់យើងនឹងរសាយអំពីទុក្ខកង្វល់រសាយពីការហួងហែងហើយមានការចេះដឹងចម្រើនឡើងដែលធ្វើឲ្យយើងបានដឹងថានេះជាការចេះដឹងពិតប្រាកដពីដើមស្មានតែចំណេះវិជ្ជាអីណាយនៃអីហ្នឹងជាការចេះដឹងដែលចំណេះវិជ្ជាអីទាំងអស់ហ្នឹងធ្លាក់ចូលទៅនៅក្នុងរឿងកាមកិលេសជាការចេះដឹងអីហ្នឹងណោះចេះដឹងដើម្បីសេចក្តីប្រាថ្នាចេះដឹងទៅនៅក្នុងការដែលមានតណ្ហាមិនគ្រប់មិនគ្រាន់ហ្នឹងចំណេះដឹងហ្នឹងគ្រាន់តែជាគ្រឿងចម្រើនតណ្ហាហ្នឹងក្នុងបំណងប្រាថ្នាចឹងទៅទេចំណេះដឹងផ្សេងហ្នឹងហើយយើងមកភ្ញាក់ខ្លួននៅពេលដែលយើងបានចេះដឹងនៅក្នុងមហាកុសលពិតនេះបានយើងឃើញថាការដែលចេះដឹងដែលលិចលង់ទៅនៅក្នុងកាមគុណចំណេះដឹងបំរើតណ្ហាហ្នឹងបើមិនអញ្ចឹងយើងអត់ឃើញចំណេះដឹងដែលប្រព្រឹត្តទៅក្នុងការបំរើតណ្ហាហ្នឹងតាមពិតទេយើងស្មានតែថាវិសេសវិសាលខ្ពង់ខ្ពស់គឺអណ្ដែតនៅក្នុងโลกហ្នឹងដោយសារការចេះដឹងនឹងតាមពិតចំណេះដឹងបំរើកិលេសតណ្ហាហ្នឹងទេតាប្រព្រឹត្តទៅដើម្បីការសែបសោយអារម្មណ៍ក្នុងโลกដើម្បីអំនួតអួតអាងដើម្បីប្រណាំងប្រជែងអញ្ចឹងទៅទេនឹងឯតលតែយើងបានមកចេះដឹងនៅក្នុងខ្លួនយើងនេះដែលរកខ្លួនឯងមិនមាននេះបានឃើញតែចំណេះដឹងនឹងឯងដែលសាងនៅសន្តិភាពក្នុងជីវិតរបស់យើងនឹងឯងចឹងសន្តិភាពនោះវាចេញពីការដែលស្ងប់រងាប់ក្នុងចិត្តនឹងទៅចឹងបានពិភពលោកនៃសេចក្តីស្ងប់ហ្នឹងយើងបានរស់នៅពិតប្រាកដបើយើងមិនមានសន្តិភាពក្នុងចិត្តយើងចេះតែសង្ឃឹមសន្តិភាពពិភពលោកហ្នឹងយ៉ាងនេះយ៉ាងនោះអីហ្នឹងយ៉ាងម៉េចទៅនឹងឯងចឹងបើសាងសិតតែអាវុធបល័យលោកណាចំណាយប្រាក់ទិញអាវុធសង្គ្រាមអីចឹងទៅចឹងតែអញ្ចឹងទៅវាជារឿងមុខរបរមនុស្សក្នុងការបង្កើតសព្វាវុធអីហ្នឹងអញ្ចឹងវាត្រូវរៀបចំយ៉ាងម៉េច
បង្កបង្កាត់ឡើងឲ្យមានសង្គ្រាមឲ្យមានអីចឹងទៅដើម្បីលក់ដូរអាវុធយុទ្ធភ័ណ្ឌអីទាំងអស់ហ្នឹងរឿងក្នុងโลกហ្នឹងវាព្រឹត្តទៅអញ្ចឹងគឺมันអាចបានសុខសន្តិភាពអីដោយសារទ្រព្យសម្បត្តិលានដុល្លារហើយយើងឮសូរលានដុល្លារអញ្ចឹងទៅយើងមិនដឹងជាថាប្រាក់ហ្នឹងវាយ៉ាងម៉េចណាបើយើងគ្រាន់តែអ្នកដទៃជូន$10 $20ហ្នឹងយើងអរគុណណាស់បានយកមករៀបចំភេសជ្ជៈផ្លែឈើចង្ហាន់អីប្រគេនព្រះសង្ឃហ្នឹងឯងបើមានដល់ទៅ$10,000,000អីនឹងកសាងកុដិសាលាព្រះវិហារអីឲ្យសុបាយចិត្តតែគេទិញអាវុធយុទ្ធភ័ណ្ឌសុទ្ធតែរាប់ពាន់លានណា$1,000,000